បាទសួស្តីពុកម៉ែបងប្អូនដែលចូលចិត្តតាមដានគុនដងពីតូចរហូតដល់ធំថ្ងៃនេះជាថ្ងៃទី14ខែ6ឆ្នាំ2025អញ្ចឹងដល់ខែ8នៃទី24ហ្នឹងគឺដូងហ្នឹងបានអាយុ2ឆ្នាំដូងបើសិនជាយើងតាមដានវាខ្លះដែរគឺយើងអាចសង្កេតឃើញថាការលូតលាស់របស់វាហ្នឹងគឺវាអាស្រ័យទៅលើយើងថែយើងមើលទឹកមើលជីវាទោះយើងមិនបានថែវាបាន100% នៅក្នុងការដំណាំដូងហ្នឹងគឺយើងថែវាឲ្យបានត្រឹម70% ទៅ 80% ព្រោះឲ្យវាមានពេលរដូវប្រាំងហ្នឹងគឺយើងពិបាកថែផ្គត់ផ្គុនទឹកហើយក៏យើងពិបាកនឹងដាក់ជីដែរព្រោះទឹកវាអត់សូវសាច់គ្រប់អាហ្នឹងសម្រាប់ដែលថាទឹកប្រើដំណក់ទឹកតាមគល់តែបើយើងប្រើទឹកសាច់តាមទយោធំអាហ្នឹងគឺវាមួយយ៉ាងម្នាក់អានេះជាលក្ខណៈគ្រួសារហើយរួចយើងបានហែកធៀងរបស់វាហ្នឹងគឺដើម្បីកុំឲ្យវាហ្នឹងគេហៅថាបើសិនជាមនុស្សយើងឬក៏ជាសត្វចឹងគេថាកុំឲ្យវា stress អញ្ចឹងយើងហែកវាទាញវាមកចឹងទៅដើម្បីឲ្យគល់របស់វាហ្នឹងគឺវាដូចថាការបញ្ញាក់នៃធម្មជាតិចឹងយើងបញ្ញាក់វាទៅឲ្យវាប្រឹងដូចយើងដើមឈើយើងចងវាគួចវាតាណាគឺវាប្រឹងទៅនឹងដើម្បីឲ្យវាផ្ដាច់ចំណងយើងចងហ្នឹងចឹងទេបងប្អូនអាចពិសោធន៍ទៅលើដើមឈើមានមែកអ្វីមួយក៏បានដែរបងប្អូនយកលួសទៅចងទៅរុំវាទៅមួយខែក្រោយមកវាប្រឹងទៅនឹងខ្លាំងគឺដើម្បីឲ្យវាផ្ដាច់អាលួសហ្នឹងអាហ្នឹងហៅថាការបញ្ញាក់ឥឡូវដូងរបស់យើងដល់វគ្គយើងដើរហែកឬមួយយើងដើរឆូតស្បៃវាហ្នឹងយើងបញ្ញាក់គល់វាតែហ្នឹងគឺសម្រាប់ដូងតិចទេយើងវាយថា100ដើមចុះក្រោមចុះឬមួយក៏70-80ដើមចុះក្រោមព្រោះបើសិនជាដូងរាប់ហិកតារាប់ពាន់ដើមมันអាចដើរឆូតចឹងបានទេព្រោះអីយើងអស់ថវិកាច្រើនជួលគេឆូតយើងមិនអាចឆូតតែឯងហ្នឹងរយៈពេល10ថ្ងៃហើយទេបើដូងយើងត្រឹម100ដើមចុះក្រោមឬក៏80ដើមចុះក្រោមយើងអាចឆូតម្នាក់ឯងបានប្រើពេលវេលា3ថ្ងៃឬមួយក៏2ថ្ងៃអីអាហ្នឹងយើងធ្វើតាមដំណើររបស់យើងអញ្ចឹងថ្ងៃនេះមានវីដេអូតែប៉ុណ្្នឹងឯងប្រាប់ពីការឆូតស្បៃដូងហ្នឹងគឺយើងពញាក់ឲ្យវានឹងប្រឹងវាប្រឹងទៅណាទៅវាប្រឹងលូតឬក៏ប្រឹងរីកអានោះជារឿងរបស់វាទេគាត់ថាយើងឆូតវាចឹងទៅឲ្យវាប្រឹងបើភាគច្រើនយើងមើលដូងដែលថាវារៀបនឹងចេញកពោ